ការុណាគ្រប់ព្រះអង្គពិសេសព្រះវត្តមានរបស់ប្រតិជនយុវជនដែលជាតំណាងសង្ឃដែលមានកិត្តិយសបានអញ្ជើញនិមន្តមកចូលរួមក្នុងទិវាថ្ងៃនេះនឹងសូមគោរពដល់ចាស់ប្រធានចារលោកអតីតប្រធានសមាគមសហព័ន្ធដែលមានវត្តមាននៅទីនេះដោយសេចក្តីគោរពនឹងសូមគោរពដល់បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់លោកស្រីនិងនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់ដោយមេត្រីភាពថ្ងៃនេះគឺជាទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាបានជួបជុំគ្នានៅទីនេះដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏សែនឈឺចាប់គឺខួប76ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅឲ្យអាណានិគមយួនត្រួតត្រាបន្តក្នុងពេលជាមួយគ្នានេះដែរយើងក៏បានប្រារព្ធបុណ្យខួបកំណើតគម្រប់91ឆ្នាំនៃការបង្កើតសមាគមខ្មែរកម្ពុជាក្រោមដែលជាស្ថាប័នដ៏សំខាន់មួយក្នុងការថែរក្សានិងលើកស្ទួយអត្តសញ្ញាណខ្មែរកម្ពុជាក្រោមបងប្អូនជាទីរាប់អានកាលពីថ្ងៃទី4មិថុនា1949គឺជាថ្ងៃដែលប្រជាជនខ្មែរទាំងមូលបានទទួលនូវដំណឹងដ៏គួររន្ធត់និងឈឺចាប់បំផុតគឺជាកាត់ផ្ដាច់ទឹកដីកម្ពុជាក្រោមទាំងស្រុងចេញពីមាតុភូមិកម្ពុជាក្រោមអាណានិគមបារាំងទឹកដីដ៏ធំល្វឹងល្វើយនេះដែលសម្បូរដោយធនធានធម្មជាតិនិងមានប្រជាជនខ្មែររស់នៅជាច្រើនជំនាន់បានក្លាយជាផ្នែកមួយនៃប្រទេសវៀតណាមដែលសម្បូរដោយធនធានធម្មជាតិនិងមានប្រជាជនខ្មែររស់នៅជាច្រើនជំនាន់ការបាត់បង់នេះមិនត្រឹមជាការបាត់បង់ទឹកដីភូមិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាជាការបាត់បង់ផ្នែកប្រវត្តិសាស្ត្រវប្បធម៌អរិយធម៌និងអត្តសញ្ញាណខ្មែររាប់លាននាក់ដែលរស់នៅទីនោះរហូតមកដល់សពថ្ងៃនេះអស់រយៈពេល76ឆ្នាំមកនេះបងប្អូនខ្មែរកម្ពុជាក្រោមបានបន្តរស់នៅក្រោមស្ថានភាពដ៏លំបាកលំបិនដោយប្រឈមនឹងបញ្ហាជាច្រើនក្នុងការថែរក្សាអត្តសញ្ញាណភាសានិងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនទោះបីយ៉ាងណាក៏ដោយស្មារតីស្នេហាជាតិនិងការតស៊ូរបស់បងប្អូនខ្មែរកម្ពុជាក្រោមនៅតែរឹងមាំមិនរាថយឡើយក្នុងឱកាសដ៏សំខាន់នេះយើងក៏បានជួបជុំគ្នាដើម្បីអបអរសាទរខួបគម្រប់91ឆ្នាំនៃការបង្កើតសមាគមខ្មែរកម្ពុជាក្រោមសមាគមយើងបានចាប់បដិសន្ធិឡើងក្នុងឆ្នាំ1934នៅខេត្តឃ្លាំងកម្ពុជាក្រោមដោយមានការផ្ដួចផ្ដើមដ៏ឧត្តមឧត្តមរបស់លោកតាលឹមអែមរួមជាមួយអ្នកស្នេហាជាតិខ្មែរកម្ពុជាក្រោមដទៃទៀតគោលបំណងចម្បងនៃការបង្កើតសមាគមនេះគឺការរួបរวมគៀងគួរនិងលើកស្ទួយផលប្រយោជន៍របស់បងប្អូនខ្មែរកម្ពុជាក្រោមអស់រយៈពេលជិត1សតវត្សមកនេះសមាគមបានដើរតួសំខាន់ក្នុងការថែរក្សានិងផ្សព្វផ្សាយភាសាខ្មែរអក្សរសាស្ត្រខ្មែរវប្បធម៌ខ្មែរឲ្យបានថិតថេរគង់វង្សលើកតម្កើងការយល់ដឹងអំពីប្រវត្តិសាស្ត្រនិងសិទ្ធិរបស់ខ្មែរកម្ពុជាក្រោមទៅកាន់សាធារណជននិងអន្តរជាតិផ្ដល់ជាវេទិកាមួយសម្រាប់បងប្អូនខ្មែរកម្ពុជាក្រោមក្នុងការជួបជុំលោកគំនិតយោបល់តស៊ូមតិដើម្បីសិទ្ធិមនុស្សនិងសិទ្ធិប្រជាជននិងសិទ្ធិជនជាតិដើមរបស់បងប្អូនខ្មែរកម្ពុជាក្រោមស្របតាមច្បាប់អន្តរជាតិសមាគមរបស់យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើនប៉ុន្តែដោយកម្លាំងសាមគ្គីភាពនិងការបដិញ្ញាចិត្តដ៏មោះមុតយើងនៅតែបន្តជួយជើងយ៉ាងរឹងមាំដើម្បីបុព្វហេតុដ៏ពិសិដ្ឋមួយនេះបងប្អូនជនរួមជាតិជាទីគោរពប្រទេសជាគុណគ្រប់ព្រះអង្គជាទីគោរពទោះបីកម្ពុជាក្រោមបាត់បង់ជាផ្លូវការអស់រយៈពេល76ឆ្នាំក្តី
ក៏ក្តីស្រមៃនឹងការរងចាំរបស់យើងមិនដែលលុបបំបាត់ទៅណាឡើយយើងត្រូវតែបន្តភារកិច្ចដ៏សំខាន់នេះដោយបន្តការអប់រំនិងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រពិតនៃកម្ពុជាក្រោមទៅកាន់ក្មេងជំនាន់ក្រោយនិងសហគមន៍អន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសមាគមនានាអង្គការសង្គមស៊ីវិលនិងស្ថាប័នអន្តរជាតិដើម្បីលើកកម្ពស់សិទ្ធិរបស់បងប្អូនខ្មែរកម្ពុជាក្រោមរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរវាងបងប្អូនខ្មែរកម្ពុជាក្រោមទាំងអស់មិនថារស់នៅទីណានោះទេបន្តថែរក្សាភាសាវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ខ្មែរឲ្យបានគង់វង្សឋិតថេរជានិច្ចយើងជឿជាក់យ៉ាងពិតថាការតស៊ូរបស់យើងនឹងទទួលបានលទ្ធផលជាវិជ្ជមានប្រសិនបើយើងទាំងអស់គ្នាមានការរួមគ្នាជាក្រុមមួយសូមកុំឲ្យយើងបាត់បង់ជំនឿនិងក្តីសង្ឃឹមឡើយជាចុងក្រោយនេះក្នុងនាមប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមានរបស់ព្រះអង្គគ្រប់ព្រះអង្គលោកស្រីនិងនាងកញ្ញាបងប្អូនជនរួមជាតិទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះសូមអរគុណផងដែរចំពោះការគាំទ្រនិងការលះបង់គ្រប់បែបយ៉ាងរបស់សប្បុរសជននិងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យសូមគ្រប់ប្រគិនពរនិងជូនពរដល់ព្រះករុណាគ្រប់ព្រះអង្គលោកស្រីនិងនាងកញ្ញានិងបងប្អូនជនរួមជាតិទាំងអស់សូមប្រកបដោយសេចក្តីសុខសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណនិងអរគុណ